ងទន្លេសាបខាងកើតស្ថិតនៅចំកណ្ដាលនៃបេះដូងប្រទេសកម្ពុជានិងជាតំបន់ធម្មនីជីវមណ្ឌលសម្បូរទៅដោយជីវៈចម្រុះនិងសម្បត្តិបេតិកភណ្ឌវប្បធម៌ពិភពលោកបែបនេះក្តីសហគមន៍នេសាទដែលរស់នៅតាមមាត់ច្រាំងទន្លេបឹងទន្លេសាបនៅតែប្រឈមនឹងការលំបាកមួយចំនួនជាពិសេសការប្រែប្រួលអាកាសធាតុការនេសាទលើសលប់និងការបំពុលបរិស្ថានបឹងទន្លេសាបប៉ះពាល់ជីវៈចម្រុះនិងថយចុះធនធានជលផលម្ដងទៀតនិងថយចុះធនធានជលផលបានធ្វើឲ្យជីវភាពរបស់ពួកគាត់ធ្លាក់ចុះលទ្ធភាពទទួលបានទឹកស្អាតនិងអនាម័យមានកម្រិតនិងកុមារមិនបានចូលរៀនថ្នាក់បន្តីឬរៀនមិនបានជាប់លាប់ជាឧបសគ្គក្នុងការទទួលបានការអប់រំជាលទ្ធផលដំណើរឆ្ពោះទៅរកភាពធន់គឺជាការលំបាកមួយសម្រាប់សហគមន៍ទាំងនេះ